ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមករៀបរាប់អត្ថប្រយោជន៍អំពីមើមរំដេង 1. ជំនួយដល់ប្រព័ន្ធរំលាយអាហារកាត់បន្ថយការហើមពោះរំដេងមានប្រសិទ្ធភាពខ្ពស់ក្នុងការបណ្ដេញខ្យល់ក្នុងក្រពះពោះវៀនកាត់បន្ថយការណែនទ្រូងនិងការភើបំបត្តិការចង្អោរនិងក្អួតវាត្រូវបានគេប្រើដើម្បីសម្រាលអាការៈវិលមុខនិងក្អួតឬពុលឡានជាដើម 2. ប្រឆាំងការរលាកនិងកាត់បន្ថយការឈឺចាប់នៅក្នុងដើមរំដេងមានផ្ទុកសារធាតុប្រឆាំងការរលាកពីធម្មជាតិដែលអាចជួយសម្រាលការឈឺចាប់តាមសន្លាក់ឈឺដុំសាច់ដុំនិងកាត់បន្ថយអាការហើមផ្សេងៗ 3. ពង្រឹងប្រព័ន្ធការពាររាងកាយប្រព័ន្ធផ្សាំរំដេងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិការាងកាយបំផ្លាញដោយរ៉ាឌីកាល់សេរីនិងជួយការពាររាងកាយពីជំងឺផ្សេងៗ 4. ប្រឆាំងបាក់តេរីនិងមេរោគផ្សិតសារធាតុចម្រាញ់ចេញពីរំដេងអាចជួយទប់ស្កាត់ការលូតលាស់នៃបាក់តេរីនិងមេរោគផ្សិតមួយចំនួនដែលជាមូលហេតុបង្កឲ្យមានការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារនិងស្បែក 5. ជួយដល់ប្រព័ន្ធដកដង្ហើមរសជាតិហឹរក្តៅតិចៗរបស់រំដេងអាចជួយសម្រាលអាការៈតឹងស្រមុះផ្តាសាយបំបាត់ឆ្លេសនិងសម្រួលដល់ការដកដង្ហើមឲ្យបានស្រឡះល្អ 6. ជំរុញរលាកឈាមរត់វាជួយធ្វើឲ្យចរន្តឈាមរត់បានល្អពេញរាងកាយដែលរួមចំណែកដល់ការរក្សាសុខភាពបេះដូងនិងបង្កើតថាមពលចំណាំទោះបីជារំដេងមានប្រយោជន៍ច្រើនក៏ដោយក៏គួរប្រើប្រាស់ក្នុងបរិមាណសមល្មមនៅក្នុងរបបអាហារប្រចាំថ្ងៃសម្រាប់អ្នកដែលមានជំងឺប្រចាំកាយឬស្ត្រីមានផ្ទៃពោះគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញប្រសិនបើចង់ប្រើប្រាស់វាជាឱសថក្នុងបរិមាណច្រើន